Okay, ngàyនេះគឺមកធ្វើការ print all all page នៅក្នុង tab ជាច្រើនក្នុងក្នុង Photoshop នៅពេលដែលយើង open PDF នៅក្នុង Photoshop អញ្ចឹងយើងខ្ញុំធ្វើការចូលទៅកាន់ PDF របស់ខ្ញុំអញ្ចឹង PDF របស់ខ្ញុំគឺឈ្មោះថា cloud នេះអញ្ចឹងខ្ញុំ open វាមក open with Photoshop នេះតបមកយើងធ្វើការចុច select all ដែលបើជា control បូកម៉ៅឆ្វេងយើង select មកហើយបន្តមកយើងធ្វើការ open តែយើងកុំភ្លេចថាតើ page របស់យើងមានប្រហែល page មិនអញ្ចឹងទាំងអស់វាមាន6 page អញ្ចឹងជាក់ស្ដែងខ្ញុំចូលទៅកាន់ Cloud D ទី1នេះខ្ញុំធ្វើការcrop ទៅលើពាក្យថា step by step នេះអញ្ចឹងខ្ញុំធ្វើការ crop មិន crop ទេអាហ្នឹងគឺជា tool rectangle marquee ហ្នឹងសម្រាប់លុបហ្នឹងអញ្ចឹងធ្វើការ select វាខ្ញុំ control x មកដាច់បាត់អូខេអញ្ចឹងខ្ញុំដើម្បី print វាបានទាំងអស់ទី1យើងចូលទៅកាន់ file automate presentation add all file កន្លែងនេះអ្នកគ្នាកុំភ្លេចថាអ្នកគ្នាអាចនឹងមានfile ផ្សេងចូលអញ្ចឹងអ្នកគ្នាចូលទៅលុបវាសិនចូលទៅលុប file ផ្សេងសិនអញ្ចឹងខ្ញុំចូលទៅកាន់នេះមួយខ្ញុំលុបអូខេខ្ញុំលុបអស់ខ្ញុំចូលទៅកាន់កន្លែង automate print អាហ្នឹងដែរហើយខ្ញុំ add file អញ្ចឹងមកហើយ6ប្រហែល page របស់ខ្ញុំហ្នឹងអូអានេះវាជាន់អញ្ចឹងខ្ញុំធ្វើការលុបទៀតលុបពី page ទី1មក page ទី1លុបpage ទី2ហ្នឹងpage ទី3ខ្ញុំឡែតតិចដោយសារខ្ញុំភ្លេចលុបអាចារ្យ page ទី4 page ទី5 page ទី6បាត់មកអូខេអញ្ចឹងតែប៉ុណ្ណឹងខ្ញុំធ្វើការទៅ print ទៅលើនេះដដែល automate PDF present text នេះមួយ page អូខេខ្ញុំធ្វើការ print អ្នកគ្នាជ្រើសទីតាំងមួយដែលអ្នកគ្នាចង់ដាក់ឥឡូវខ្ញុំដាក់ក្នុងរបាយការណ៍នេះហើយខ្ញុំដាក់ថា print PDF print all page in Photoshop print all print all page in Photoshop to Photoshop to PDF អូខេចឹងខ្ញុំធ្វើការ save មក PDF មកអូខេឥឡូវមកហើយខ្ញុំធ្វើការ open មកនេះអញ្ចឹងនេះមែនទេនេះមែនទេអូមិញខ្ញុំបិទច្រឡំដោយសារខ្ញុំបិទច្រឡំ page បានហើយអញ្ចឹងហើយខ្ញុំចូលទៅនេះភាសាទៀត